bà niên mình mọc đầm bay khuôn ảnh cả nhà mọc xà lá ní đầm bay rương ở vậy nhom mọc xui chụp rúp ôn pro tiếng pì mình nẹt chếtอายุ 10 ปี ឆ្នាំ ហើយ ម្នាក់ ទៀត អាយុ 8 ឆ្នាំ គ្រូសាក្រីក្រដូច នាង មាន លទ្ធភាព ឲ្យ កូន ចូល រៀន ដែរ ឬ អ្នក ណា ថា ស្ត្រី រក លុយ មិន បាន ម្ដាយ លោក អប់រំ លោក បែប ណា លោក គ្រូ កូន អ្នក ស្រ័យ ទៀត ថោក បែប នេះ មាន សិទ្ធិ អ្វី ចូល រៀន នៅ សាលា មីង ដឺ ទាំង អក្សរ នេះ ព្រះ មហាក្សត្រ ប្រទាន ឲ្យ ខ្ញុំ ដោយ ផ្ទាល់ ការ អប់រំ សម្រាប់ មនុស្ស គ្រប់ រូប គ្រូ បង្រៀន ទាំង អស់ នៅ សាលា មីង ដឺ មិន អាច ប្រឆាំង ព្រះរាជ បន្ទូល នេះ បាន ឡើយ មិន ថា ក្មេង មាន កំណើត បែប ណា សុទ្ធ តែ អាច ចូល រៀន នៅ សាលា មីង ដឺ បាន ប៉ុន្តែ អ្វី ប្អូន ប្រុស អាយុ 12 ឆ្នាំ របស់ នាង គួរ វ័យ ចូល ថ្នាក់ ដំបូង ទៅ ហើយ បើ ទូ ចូល រៀន ពិបាក នឹង តាម ទាន់ មេរៀន មួយ ខែ ទៀត សាលា មីង ដឺ នឹង មាន ការ ប្រឡង បើ ប្អូន ប្រុស នាង ប្រឡង ជាប់ ខ្ញុំ នឹង អនុញ្ញាត ជា ពិសេស ឲ្យ ចូល រៀន តើ យ៉ាង ម៉េច អរគុណ ច្រើន ណាស់ លោក គ្រូ ខ្ញុំ មិន យល់ ទេ តើ ការ គ្រប់គ្រង គម្រោង ជា អ្វី ទោះបី សម័យ នោះ មិន ទាន់ មាន ការ ដឹកឥដ្ឋ ក៏ ដោយ ការ ដឹកឥដ្ឋ នៅ តែ ជា ការ ងារ ប្រើ កម្លាំង ខ្លាំង មិន មែន ជា ការ ងារ របស់ អ្នក គ្រប់គ្រង ធនធាន មនុស្ស ឡើយ នៅ សម័យ បុរាណ មនុស្ស ភាគ ច្រើន សុទ្ធ តែ ជា ម្ចាស់ ដី គ្មាន នរណា និយាយ ពី ធនធាន មនុស្ស ទេ យល់ ហើយ ឬ នៅ នេះ ហើយ ជា ការ គ្រប់គ្រង អាជីវកម្ម ច្បាប់ រដ្ឋ ប្រវេណី មុខ វិជ្ជា ទាំង ពីរ នេះ ពិត ជា ល្អ ណាស់ ឲ្យ មនុស្ស សម័យ បុរាណ ទាំង នេះ បាន ស្គាល់ ការ អប់រំ កម្រិត ខ្ពស់ នៃ សតវត្សទី 21 របស់ យើង ដូច្នេះ ពួក យើង ត្រូវ ធ្វើ អាជីវកម្ម ដោយ ស្មោះត្រង់ មិន ត្រូវ បំពាន កិច្ច សន្យា ឡើយ បើ មិន ដូច្នោះ ទេ យើង នឹង ត្រូវ ទទួល ផល វិបាក ដែល តាម មក ច្បាប់ រដ្ឋ ប្រវេណី មាន ចំណុច ថ្មី ជា ច្រើន ដែល ខុស ប្លែក ពី អ្វី ដែល យើង ធ្លាប់ ដឹង ប៉ុន្តែ វា មាន ហេតុផល ខ្លាំង ណាស់ ប្រសិន បើ យើង អាច បញ្ចូល វា ជាមួយ ច្បាប់ របស់ អាវដែន ប្រកាស ជា នឹង មាន អនាគត ដ៏ ល្អ ប្រសើរ ជាង មុន River ឆ្លាត ណាស់ ចាប់ បាន លឿន មែន Chloe មុន នេះ និយាយ ថា គួរ ប្រើ វិធី ខ្លះ ដើម្បី បង្កើន ការ លក់ អញ្ចឹង ប្រាប់ មក មើល តើ យើង អាច បង្កើន ការ លក់ ជ្រក់ បាន យ៉ាង ដូចម្ដេច យើង អាច ធ្វើ promotion ទិញ 5 ថែម 1 ទិញ 10 ថែម 3 ពេល មាន ទំនិញ ច្រើន ជាង នេះ យើង ក៏ អាច បង្កើត ប្រព័ន្ធ សមាជិក បាន ដែរ មាន តែ សមាជិក ប៉ុណ្ណោះ ដែល អាច ទិញ ទំនិញ ពី ហាង មីឡ ក្មេង ឆ្លាត មែន ចាំ បន្តិច ខ្ញុំ នឹង ធ្វើ ម្ហូប ឆ្ងាញ់ ឲ្យ Chloe នេះ ជា ត្រី ដែល ពួក យើង ចាប់ បាន ពី ទន្លេ ថ្ងៃ នេះ ហេតុអ្វី បាន ជា យក របស់ នេះ មក ដាក់ ពេល បើក វា ចេញ ខាង ក្នុង ពោពេញ ដោយ ភក់ ក្លិន ស្អុយ ហើយ មិន អាច បរិភោគ បាន ទេ នេះ ជា ខ្យង សមុទ្រ មើល ទៅ ធំ បែប នេះ ប្រហែល ជា មាន របស់ ល្អ នៅ ខាង ក្នុង អូ ប្រយ័ត្ន នេះ ជា អ្វី ស្អាត ណាស់ របស់ នេះ គឺជា គុជ មែនទែន ស្រស់ ស្អាត ណាស់ សំណាង ល្អ ដែល មនុស្ស មិន សូវ បរិភោគ ខ្យង ដូច្នេះ គុជ ទាំង នេះ ទើប អាច ធំ ដល់ ថ្នាក់ នេះ ត្រឹមត្រូវ ហើយ នេះ ជា អាជីវកម្ម ថ្មី ទាំង ស្រុង ប្រអប់ អាច កំបាំង គុជ មក មើល កុំ ខក ខាន ណា មក មើល ទាំង អស់ គ្នា មួយ តែ $10 មក សាក មើល តើ នេះ ជា អ្វី វា ភ្លឺ ចែង ចាំង និង ស្អាត ណាស់ នេះ គឺជា គុជ វា មក ពី ខ្យង ទាំង នេះ ប៉ុន្តែ មិន មែន ខ្យង គ្រប់ មួយ សុទ្ធ តែ មាន គុជ ទេ ចំណាយ $10 អាច បើក ខ្យង មួយ ដើម្បី សាក សំណាង តើ ចង់ សាក ទេ បើ ក្នុង ខ្យង គ្មាន អ្វី សោះ តើ មិន ខាត ទេ មែន ហើយ បើ គ្មាន អ្វី តើ មិន ខាត ទេ តើ នឹង ខាត បាន យ៉ាង ម៉េច បើ រក ឃើញ គុជ មួយ វា មាន តម្លៃ រាប់ពាន់ $ចំណាយ ត្រឹម $10 ប៉ុន្តែ អាច ទទួល បាន របស់ មាន តម្លៃ រាប់ពាន់ តើ វា អាច ហៅ ថា ខាត បាន ដូចម្ដេច លើស ពី នេះ ទោះ ខ្យង គ្មាន គុជ ក៏ ដោយ ខ្ញុំ ក៏ មាន រូបមន្ត ធ្វើ ខ្យង ឆា ហាល ដ៏ ឆ្ងាញ់ មួយ ដែរ ជឿ ខ្ញុំ ចុះ មិន ខក បំណង ឡើយ ហើយ យើង ក៏ មាន កម្មវិធី ទិញ ច្រើន ថែម ច្រើន ផង ដែរ ទិញ ខ្យង 3 ថែម 1 មក សាក រសជាតិ មើល ទៅ យ៉ាង ម៉េច ដែរ ឆ្ងាញ់ ណាស់ ពិត ជា ឆ្ងាញ់ មែន ឲ្យ ខ្ញុំ ប៉ុន្មាន ទៀត ខ្ញុំ ចង់ បើក ខ្យង មើល បាន មួយ នេះ មើល ទៅ ល្អ ណាស់ យក មួយ នេះ សាក មើល ពិត ជា មាន មែន ស្អាត ណាស់ ខ្ញុំ ក៏ ចង់ បាន មួយ ដែរ ខ្ញុំ ក៏ ដែរ ខ្ញុំ ចង់ បើក មួយ នេះ ចាំ សិន តម្រង់ ជួរ គ្នា តម្រង់ ជួរ ខ្ញុំ មក មុន គេ ខ្ញុំ ឈរ នៅ ទី នេះ មុន ប្រអប់ អាច កំបាំង គុជ មួយ $8 កុំ ខក ខាន មក សាក មើល ខ្យង សមុទ្រ ស្រស់ មក ភ្លក់ មើល សិន របស់ ខ្ញុំ ថោក ជាង តែ រសជាតិ ឆ្ងាញ់ មិន ចាញ់ ទេ សាក មួយ មើល ទៅ ខ្ញុំ ធានា ថា មិន ខក បំណង ឡើយ ឆ្លូវ បរិះ ម្នាក់ នេះ កំពុង ចម្លង វិធី លក់ របស់ យើង ខ្យង ទាំង នេះ គ្រាន់ តែ រើស ពី សមុទ្រ ឥត គិត ថ្លៃ នរណា ក៏ អាច រើស មក លក់ បាន ដែរ ឈ្មួញ ក្បែរ នោះ បញ្ចុះ តម្លៃ ដល់ តែ $8 បើ មិន បញ្ចុះ តម្លៃ ទេ អ្នក នាង ឆ្លូវ អាជីវកម្ម ទាំង អស់ នឹង ត្រូវ គេ ដណ្ដើម យក ទៅ វិញ ពេល ធ្វើ ជំនួញ ខ្ញុំ មិន ដែល ចូល រួម ប្រកួត បញ្ចុះ តម្លៃ ឡើយ ខ្ញុំ ពឹង ផ្អែក លើ អតិថិជន ដែល ត្រឡប់ មក ទិញ ម្ដង ហើយ ម្ដង ទៀត បើ គិត ថា របស់ អ្នក ផ្សេង ថោក ជាង ក៏ ទៅ សាក មើល ចុះ មើល ទៅ មាន អតិថិជន តិចតួច ប៉ុណ្ណោះ តែ នៅ តែ អួត ខ្លាំង ទៀត ខ្ញុំ ចង់ ដឹង ថា អាច ទ្រាំ បាន យូរ ប៉ុណ្ណា នេះ សាក មើល មួយ ទៅ នេះ ជា អ្វី ទៅ ដូច សម្រាម អី ចឹង ក្លិន ត្រី ខ្លាំង ណាស់ ហើយ ក្លិន មិន ល្អ ទៀត សូម សង្លុយ វិញ ទំនិញ លក់ ចេញ ហើយ មិន មាន ការ សងប្រាក់ ឬ ប្ដូរ ទេ
អាក្រក់ខ្លាំងពេករសជាតិវាមិនដល់1/10នៃរបស់អ្នកនាងឆ្លូផងពួកយើងឈរចាំទីនេះតាំងពីព្រឹកស្ទើរតែគ្មាននរណាម្នាក់បានឃើញគុជក្នុងខ្យងទេតែចង់បោកពួកយើងឬមិនមែនអីចឹងទេមើលចុះហ្វេងរបស់អន់អាចបណ្ដេញរបស់ល្អចេញបានតែវាគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះអ្វីដែលសំខាន់បំផុតក្នុងការធ្វើជំនួញគឺគុណភាពទំនិញនិងភាពស្មោះត្រង់ខ្ញុំនឹងចងចាំពាក្យនេះល្អណាស់អ្នកនាងឆ្លូមុននេះខ្ញុំមានអាកប្បកិរិយាមិនសមរម្យសូមអភ័យទោសផងតាំងពីបានភ្លក់ខ្យងជៀនរបស់អ្នកនាងរសជាតិនោះនៅតែជាប់ក្នុងចិត្តខ្ញុំមិនអាចបំភ្លេចបានឡើយដូច្នេះអាចសូមបន្ថែម2 3ទៀតបានទេបើមានគុជនៅខាងក្នុងខ្ញុំនឹងយកទៅធ្វើម្ជូរសក់ជូនភរិយាខ្ញុំក៏ចង់បានដែរមិនបញ្ហាទេខ្ញុំនៅសល់ច្រើនអ្នកនាងឆ្លូម្នាក់នេះពិតជាចេះដឹងអំពីរបស់ទាំងនេះណាស់ខ្ញុំគិតថាពេលបម្រើព្រះអង្គខ្ញុំបានឃើញអ្វីគ្រប់យ៉ាងហើយតែរបស់ដែលនាងលូកខ្ញុំមិនដែលធ្លាប់ឮឬធ្លាប់ឃើញពីមុនឡើយនាំអ្នកនាងឆ្លូមកកាន់រាជដំណាក់ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងមួយទៀតជាមួយនាងបាទព្រះអង្គលោកសាចារីប្រាវិធីខុសហើយទុកឲ្យខ្ញុំបង្ហាញវិញធ្វើបែបនេះរុញកាំបិតចូលទៅក្នុងចន្លោះខាងមុខរបស់ខ្ញុំវានឹងបើកដោយងាយលោកសាចារីហៅខ្ញុំមកថ្ងៃនេះតើមានជំនួយអ្វីទៀតឬវ៉ាស្អាតខ្លាំងណាស់ខ្ញុំបានឲ្យជាងល្អបំផុតធ្វើវាឡើងបើអ្នកនាងឆ្លូពេញចិត្តវាទាំងអស់ជាកម្មសិទ្ធិរបស់នាងទេខ្ញុំមិនសមនឹងទទួលអំណោយមានតម្លៃបែបនេះទេដោយសារខ្ញុំបានអញ្ជើញអ្នកនាងឆ្លូមកទីនេះខ្ញុំប្រកាសជាមានរឿងសំខាន់ចង់សុំខ្ញុំចង់បញ្ជាទិញគុជពីអ្នកនាងឆ្លូយកទៅធ្វើគ្រឿងអលង្ការឲ្យលក់នៅរាជធានីប៉ុន្តែខ្ញុំត្រូវការតែគុជដែលមានទំហំកន្លះអ៊ីងឡើងទៅគុជទំហំកន្លះអ៊ីងគឺកម្រណាស់ចំពោះតម្លៃវិញអ្នកនាងឆ្លូសូមកំណត់តម្លៃមកចុះសូម្បីក្នុងសម័យទំនើបគុជកន្លះអ៊ីងក៏ជារបស់មានតម្លៃសម្រាប់ប្រមូលដែរលោកសាចារីម្នាក់នេះពិតជាមានឋានៈអ្វីទើបហ៊ាននិយាយធំដល់ម្លេះបានហើយពេលមានតំណែងខ្ញុំនឹងនាំយកទៅប្រគល់ជូនលោកសាចារីភ្លាមចាំសិនអ្នកនាងភ្លេចម្ជូរសក់ហើយ